បើសិនបើគ្មានការអត់ធ្មត់ក្នុងការហ៊ានភាសាចិនទេបាច់ហ៊ានទេអ្នកទាំងគ្នាភាសាចិនគឺទទួលស្គាល់ថាពិបាកហើយពាក្យវាមានរាប់ម៉ឺនរាប់សែនលានពាក្យអស់អញ្ចឹងហ៊ានតតែមានការអត់ធ្មត់សូម្បីតែការសរសេរការអានអីក៏ពិបាកដែរកន្លឹះនៃការសរសេរគូសវាសអីគឺពិបាកខ្លាំងមែនទែនអញ្ចឹងហ៊ានតតែមានការអត់ធ្មត់ណាបានហ៊ានទៅឆាប់ចេះបើសិនជាអត់មានទេបាច់ហ៊ានទេតាចាហៅសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានកន្លឹះប្រហែលជា12កន្លឹះសម្រាប់មកចែកជូនអ្នកទាំងអស់គ្នានៅក្នុងការរៀនភាសាចិនថាតើគួររៀនបែបណាអានបែបណាសរសេរបែបណាទើបឆាប់ចេះចាំអញ្ចឹងឥឡូវយើងចូលទៅដល់កន្លឹះទី1ទាំងអស់គ្នាណាចាអ្នកទាំងអស់គ្នាអញ្ចឹងចូលទៅដល់កន្លឹះទី1គឺយើងសួរខ្លួនឯងថាតើយើងហ៊ានភាសាចិនដើម្បីអីជាធម្មតាយើងមិនមែនហ៊ានភាសាចិនដើម្បីតែរៀនធម្មតាណាយើងប្រកាសជាត្រូវដាក់គោលដៅឬក៏គោលបំណងរបស់ខ្លួនឯងមួយថាខ្លួនឯងហ៊ានភាសាចិនក្នុងគោលបំណងអីឧទាហរណ៍ខ្ញុំហ៊ានភាសាចិនក្នុងគោលបំណងសម្រាប់បំពេញការងារធ្វើការងារអីផ្សេងៗជាដើមដូចបច្ចុប្បន្នជាគ្រូបង្រៀនអីអញ្ចឹងទៅអញ្ចឹងអ្នកដែលគាត់ហ៊ានភាសាចិនផ្សេងៗគាត់ក្នុងគោលបំណងគាត់ចង់ធ្វើការងារនៅខាងក្រុមហ៊ុនចិនធ្វើការជាអ្នកបកប្រែជាដើមអញ្ចឹងក្នុងការរៀនអីមួយក៏ដោយមិនថាភាសាចិនឬក៏អង់គ្លេសទេយើងត្រូវមានគោលបំណងគោលដៅរបស់យើងថាពេលយើងរៀនហើយយើងយកវាទៅធ្វើអីឬក៏អ្នកខ្លះគាត់អត់ចង់យកទៅបម្រើការងារទេប៉ុន្តែគាត់ចង់យកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃដូចជាមានមិត្តភ័ក្តិមានអីចឹងគាត់អាចនិយាយជជែកលេងឬក៏អ្នកខ្លះគាត់រៀនគោលបំណងគាត់តិចតួចគេចង់មើលរឿងចិនគាត់អាចស្ដាប់ចិនស្ដាប់អីបានយល់បានចឹងទៅអញ្ចឹងគោលបំណងមិនថាតិចឬក៏ច្រើនទេយើងត្រូវតែមានហើយយើងដាក់គោលដៅឲ្យច្បាស់ក្នុងការរៀនវាទៅឆាប់ចេះចាអ្នកទាំងអស់គ្នាឥឡូវចូលទៅដល់ចំណុចទី2គឺការសប្បាយចិត្តក្នុងការរៀនមានន័យថាយើងមិនថារៀនភាសាអីក៏ដោយយើងមានភាពសប្បាយចិត្តយើងចង់រៀនចង់ដឹងពីវាចង់ស្វែងយល់ពីវាអញ្ចឹងការរៀនភាសាចិនក៏ដូចគ្នាដើម្បីចង់រៀនវាឲ្យចេះឲ្យឆាប់ចាំហ្មងណាគឺយើងសប្បាយក្នុងការរៀនវាសប្បាយក្នុងការស្គាល់ពាក្យថ្មីប្រយោគថ្មីអត្ថបទអីថ្មីនិយាយទៅយើងរៀនទទួលយកវាថ្មីតែវាពិបាកមែនប៉ុន្តែយើងនៅតែរីករាយ enjoy ក្នុងការរៀនវាអញ្ចឹងធ្វើឆាប់រៀនចេះហើយមួយទៀតអ្នកទាំងអស់គ្នាចំណុចទី3បើសិនជាអត់ចង់រៀនទេភាសាចិនហ្នឹងគឺរៀនអត់ចេះតែម្ដងអញ្ចឹងមុននឹងចង់រៀនគឺសម្រាប់ចិត្តឲ្យបានច្បាស់បើរៀនលេងលំគឺអត់ចេះទេអញ្ចឹងត្រូវប្រាប់ខ្លួនឯងថាខ្ញុំចង់រៀនខ្ញុំចូលចិត្តរៀនទៅយើងរៀនទៅឆាប់ចេះណាអ្នកទាំងអស់គ្នាបើអត់ចង់រៀនទេគឺរៀនអត់ចេះទេកុំរៀនដោយសារការខិតបង្ខំឬក៏ដោយសារទីផ្សារការងារអីយើងរៀនបច្ចុប្បន្នទីផ្សារការងារតាក់ទងនឹងភាសាចិនទទួលស្គាល់ថាវាទូលំទូលាយវាបានប្រាក់ខែច្រើនប៉ុន្តែសួរថាខ្លួនឯងអត់ចង់រៀនផងខ្លួនឯងបង្ខំឲ្យរៀនចឹងរៀនអត់ឆាប់ចេះទេចឹងអាស្រ័យទៅលើខ្លួនយើងដែរអ្នកទាំងអស់គ្នាចាអ្នកទាំងអស់គ្នាចូលដល់ចំណុចទី4បើសិនបើគ្មានការអត់ធ្មត់ក្នុងការរៀនភាសាចិនទេមិនបាច់រៀនទេអ្នកទាំងអស់គ្នាភាសាចិនគឺទទួលស្គាល់ថាពិបាកហើយពាក្យវាមានរាប់ម៉ឺនរាប់សែនលានពាក្យអស់អញ្ចឹងរៀនតតែមានការអត់ធ្មត់សូម្បីតែការសរសេរការអានអីក៏ពិបាកដែរកន្លឹះនៃការសរសេរគូសវាសអីគឺពិបាកខ្លាំងមែនទែនអញ្ចឹងរៀនតតែមានការអត់ធ្មត់ណាបានរៀនទៅឆាប់ចេះបើសិនជាអត់មានទេមិនបាច់រៀនទេចាអ្នកទាំងអស់គ្នាឥឡូវយើងចូលទៅដល់កន្លឹះទី6ចង់រៀនភាសាចិនឆាប់ចេះគឺយើងត្រូវអាសាអនុវត្តក្នុងការនិយាយសរសេរហើយជាមួយនឹងការអានអីក៏បានដែរអានអត្ថបទអានពាក្យអីក៏បានដែរហើយមួយថ្ងៃរៀនឲ្យបាន4ទៅ5ពាក្យទៅអូខេហើយក៏ឆាប់ចេះដែរហ្នឹងក៏ចាប់ទុកថាយើងបានរៀនបានលឹកវាឡើងមកវិញដែរហើយរៀនឲ្យឆាប់ចាំត្រូវការអនុវត្តទៅសេជារៀងរាល់ថ្ងៃមិនមែនរៀនមួយថ្ងៃចាំមួយថ្ងៃចាំមួយថ្ងៃនឹកឃើញចេះតែមកនឹកឃើញក៏អត់រៀនទៅរៀនចង់អត់ចេះទេអញ្ចឹងសរុបមកគឺត្រូវរៀនសរសេរបានច្រើនឧទាហរណ៍សភៅមកក្បាលអញ្ចឹងណាហើយយើងសរសេរវាឲ្យបានមកស្លឹក2ស្លឹកអីចឹងទៅពាក្យមួយហ្នឹងសរសេរវាច្រំដែរបានច្រើនជួរទៅអាហ្នឹងគឺឆាប់ចេះហើយម្លឹកវាព្យាយាមម្លឹកវាជារៀងរាល់ថ្ងៃហើយមួយទៀតការអនុវត្តការអានជាដំបូងយើងទៅរៀនដំបូងអញ្ចឹងអានគឺត្រូវការ ping in សិនហើយលើកដាក់សំឡេងវាមាន4សំឡេងហ្នឹងលើកដាក់ឲ្យបានត្រឹមត្រូវទៅហើយអានអត្ថបទដែលមាន ping in សិនហើយមួយទៀតពេលដែលយើងចេះអាន ping in ហ្នឹងហើយយើងព្យាយាមលុប ping in ហ្នឹងចោលនៅអត្ថបទដែលយើងកំពុងរៀនអានតែមិនថាកម្រិតស្រាលឬក៏ធ្ងន់ទេដំបូងយើងមាន ping in សិនក្រោយមកគឺយើងលុប ping in ហ្នឹងចោលហើយរៀនអានតែពាក្យចិនសុទ្ធអាហ្នឹងទៅឆាប់ចេះបន្ទាប់មកគឺកន្លឹះសរសេរខ្ញុំបានចែកម្លែកមុនហ្នឹងហើយសរសេរឲ្យបានច្រើនគូសវាមានរបៀបនៃការសរសេរចិនក៏មានដែរអ្នកទាំងអស់គ្នាអាចឆែកនៅក្នុង YouTube បន្ថែមបានណាថាគួរសរសេរពីលើចុះក្រោមពីឆ្វេងមកស្ដាំមិនខ្លះអីមិនខ្លះគំនូសវាមានទៅតាមពាក្យនីមួយៗជាក់ស្ដែងហើយមួយទៀតវឹកហាត់សមត្ថភាពក្នុងការស្ដាប់មានន័យថាអ្នកទាំងអស់គ្នាអាចស្ដាប់ចម្រៀងចិនមើលរឿងចិនហើយស្ដាប់ជនជាតិចិននិយាយស្ដាប់ពេលរៀននៅសាលាស្ដាប់លោកគ្រូអ្នកគ្រូនិយាយមានន័យថាយើងបង្កើនសមត្ថភាពស្ដាប់របស់យើងដោយសាររៀនចិនមិនថារៀនចិនឬក៏អង់គ្លេសទេមុននឹងយើងឆាប់ចេះនិយាយបានគឺយើងត្រូវប្រកបជាចេះស្ដាប់មុនហើយព្រោះអីអ្នករៀនចិនភាគច្រើនគឺគាត់ថាគាត់ស្ដាប់គេបានតែគាត់និយាយអត់បានអញ្ចឹងវាអត់ជាបញ្ហាសំខាន់អ្នកទាំងអស់គ្នារៀនស្ដាប់គេបានសិនតោះមករៀននិយាយក្នុងការឆ្លើយតបទៅកាន់គេវិញអញ្ចឹងចង់ស្ដាប់ចិនបានដំបូងយើងអាចស្ដាប់នៅក្នុង YouTube អីពាក្យស្រាលៗអញ្ចឹងណាក្រោយមកជាអត្ថបទវែងក្រោយមកជាលក្ខណៈ podcast គេនិយាយជជែកគ្នាក្រោយមកលក្ខណៈថាស្ដាប់ចម្រៀងចិនឬក៏មើលរឿងចិនអីតាមហ្នឹងទៅអញ្ចឹងសមត្ថភាពស្ដាប់យើងគឺកាន់តែកើនឡើងល្អហើយ
ចាអ្នកទាំងអស់គ្នាអញ្ចឹងចូលដល់កន្លឹះទី6គឺជ្រើសរើសពេលវេលាក្នុងការរៀនអ្នកខ្លះគាត់ថាគាត់ហ៊ានផឹកបានឆាប់ចាំឆាប់ចេះអ្នកខ្លះគាត់ថាហ៊ានយប់អ្នកខ្លះគាត់ថាហ៊ានថ្ងៃទៅអញ្ចឹងយើងចេះជ្រើសរើសពេលវេលាក្នុងការរៀនភាសាចិននឹងឲ្យបានច្បាស់លាស់ថាយើងហ៊ានពេលណាទើបយើងឆាប់ចាំឆាប់ចេះជាងហើយមួយទៀតកន្លឹះក្នុងការទន្ទិញមេរៀនមានន័យថាពេលដែលលោកគ្រូអ្នកគ្រូក៏ដាក់ពាក្យឲ្យយើងអញ្ចឹងយើងព្យាយាមទិញបកពីចិនទៅខ្មែរពីខ្មែរមកចិនទៅថាពាក្យវ៉ាមានន័យថាម៉េចនេះមានន័យថាម៉េចអញ្ចឹងយើងទន្ទិញវាទៅមកអញ្ចឹងណាបន្ទាប់ពីទន្ទិញពាក្យចេះអស់ហើយចាប់ផ្ដើមទន្ទិញនៅអត្ថបទដែលរៀងវែងពី3ជួរអីចឹងទៅដោយសារការខ្ញុំនៅរៀននៅសាលាក៏ដូចគ្នាលោកគ្រូអ្នកគ្រូគាត់ចូលចិត្តឲ្យពេកស៊ូគេហៅថាការទន្ទិញឲ្យតបមកសូត្រអត់មើលឲ្យគាត់ស្ដាប់អញ្ចឹងណាអញ្ចឹងយើងជាទិញដូចគ្នាដូចតែខ្មែរដែរប្រឡងសំណួរមួយសំណួរពីរសំណួរអីត្រូវការទិញឲ្យខ្លួនឯងចាំដែរហើយឲ្យយល់ផងដែរទៅឆាប់ចាំបានយូរណាអ្នកទាំងអស់គ្នាឥឡូវចូលទៅដល់កន្លឹះទី7គឺនិយាយពីការនិយាយជាមួយខ្លួនឯងមានន័យថាបើសិនបើអ្នកទាំងអស់គ្នាមានលោកគ្រូអ្នកគ្រូដែលបរិញ្ញានៅសាលាអាសាហាត់និយាយជាមួយគាត់សួរគាត់ហើយបើសិនជាមានមិត្តភ័ក្តិឬក៏មានគ្រួសារអ្នកស្គាល់អីគាត់ចេះភាសាចិនគឺត្រូវអាសានិយាយជាមួយគាត់ហើយកុំអៀនកុំខ្លាចថាខុសបើខ្លាចថាខុសអ្នកទាំងអស់គ្នាហ៊ានភាសាចិនអត់ចេះទេអញ្ចឹងយើងនិយាយទៅខុស grammar ខុសអីតិចតួចក៏និយាយសិនទៅយូរទៅយើងអាចកែលម្អវាបានហើយជាពិសេសបើអ្នកទាំងអស់គ្នានិយាយមួយលោកគ្រូអ្នកគ្រូទៀតណាពេលយើងខុសពាក្យណាអីពាក្យណាអញ្ចឹងគាត់នឹងធ្វើការកែលម្អមកកាន់យើងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាហាត់និយាយទៅបាច់ខ្លាចខុសទេហើយមួយទៀតហាមអៀនបើអៀនទៅធ្វើអីអត់ចាញ់ទេហើយក៏ហ៊ានអត់ចេះដែរអញ្ចឹងជាយាមអនុវត្តហាត់និយាយវាទៅទើបឆាប់ចេះណាហើយមួយទៀតបើសិនក្នុងករណីអូខ្ញុំម្នាក់ឯងអត់មានគ្នានិយាយអីចិនខ្ញុំហ៊ានចិនអីតែឯងអញ្ចឹងអ្នកទាំងអស់គ្នាហាត់វឹកហាត់និយាយជាមួយខ្លួនឯងនឹងកញ្ចក់មានការសួរសំណួរឆ្លើយតបទៅវិញទៅមកអញ្ចឹងទៅភាសាប្រចាំថ្ងៃអញ្ចឹងទៅហើយមួយទៀតអាចនិយាយហើយ record voice ខ្លួនឯង record សំឡេងខ្លួនឯងដើម្បីធ្វើការឆ្លើយតបគ្នាទៅវិញទៅមកនិយាយទៅវិធីរៀនមានច្រើនមែនតើឲ្យតែអ្នកទាំងគ្នាពេញចិត្តជ្រើសរើសនៅជំរើសមួយណាដែលត្រឹមត្រូវហើយដឹងពីរបៀបរៀនទៅគឺរៀនឆាប់ចេះហើយអញ្ចឹងចូលដល់ចំណុចទី8គឺយើងអាសាឧទាហរណ៍ថាយើងមានជនជាតិចិនធ្វើការមួយជនជាតិចិនទៅកាយចិនអីអញ្ចឹងទៅអាសានិយាយចែកលេងមួយគាត់និយាយមួយជនជាតិហ្មងណាគឺកាន់តែល្អអ្នកទាំងអស់គ្នាវឹកហាត់ការនិយាយបានល្អស្គាល់ពាក្យថ្មីបានច្រើនទៀតអូខេឥឡូវយើងចូលទៅដល់ចំណុចទី9គឺរៀនតាម app ចិនមានន័យថាយើងមានទូរស័ព្ទដៃមួយហើយយើងធ្វើការ down app ចិនណាយើងអាចរៀននៅតាមនោះបានដោយសារសម័យឥឡូវទំនេរខ្លាំងមែនតើសូម្បីតែការរៀនសរសេរវឹកហាត់សរសេរក៏អាច down app ចិនក៏បានចំពោះការតែតើនៅ app ចិនហ្នឹងគឺខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយថាគួរ down app ណាខ្លះហើយ app នោះវាមានប្រយោជន៍អីសម្រាប់យើងខ្លះអញ្ចឹងអ្នកទាំងអស់គ្នាគួរតែមាន app ចិនពី3នៅក្នុងទូរស័ព្ទដៃអ្នកទាំងអស់គ្នាសម្រាប់ការប្រើប្រាស់ណាដូចជាបកប្រែពីចិនទៅខ្មែរដូចជាយមន័យនិងរបៀបនៃការកែប្រហាត់សរសេរយើងសូម្បីតែហ្គេមឥឡូវក៏មានហ្គេមជាចិនដែរអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាអាច work hard ក្នុងការរៀនបាននៅតាម app មានតែទូរស័ព្ទដៃមួយដូចមានចំណេះដឹងចិននៅក្នុងខ្លួនអញ្ចឹងអូខេឥឡូវចូលដល់ចំណុចទី10ត្រូវហ៊ានរៀនចេះគ្រឹះឲ្យបានច្បាស់លាស់អ្នកទាំងអស់គ្នាដូចជាជនជាអ្នកស្រាក់របស់ចិនពីមេរៀនដំបូងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចេះគ្រឹះឲ្យបានច្បាស់លាស់ទៅអាចហ៊ានភីងអ៊ីងហ៊ានពាក្យអីទៅឆាប់ចេះបើយើងអត់មានគ្រឹះអត់មានអីច្បាស់លាស់ទេសួរថាយើងហ៊ានឆាប់ចេះអត់ហ៊ានអត់សូវឆាប់ចេះទេហើយបើចេះទាំងអដិអដប់អត់សូវល្អអញ្ចឹងណាដូចតែខ្មែរដែរបើយើងអត់ចេះជនជាអ្នកស្រាក់ខអីត្រឹមត្រូវយើងទៅប្រកបពាក្យណាត្រូវបានអញ្ចឹងដូចគ្នាចិនដូចគ្នាយើងត្រូវការចេះពីគ្រឹះឲ្យបានច្បាស់លាស់បើសិនអត់ទាន់ច្បាស់ទេតែហ៊ានវាឡើងវិញកុំមកដល់ហ៊ានពាក្យយកអានពាក្យយកអញ្ចឹងអានចាញ់តង់មកក៏ខុសវាក៏ស្គាល់ច្បាស់ពីអ៊ីងក៏ហ៊ានអត់កើតអានអត់កើតអញ្ចឹងយើងមើលអីកើតមុននឹងចេះអក្សរចិនគឺយើងត្រូវចេះពីអ៊ីងមុនសិនតបទៅចេះពីអ៊ីងហើយយើងហាត់ហ៊ានអានពីអ៊ីងមកអក្សរចិនតមកយើងលុបពីអ៊ីងចោលយើងហ៊ានអក្សរចិនសុទ្ធចាអ្នកទាំងអស់គ្នាឥឡូវចូលដល់កលឹះបន្ទាប់គឺចូលដល់ដូចជាកលឹះទី11 12ហើយដឹងអញ្ចឹងយើងធ្វើការវឹកហាត់អានឲ្យបានច្រើនមានន័យថាមិនថាអានពីឬក៏អត្ថបទអីទេព្យាយាមអានរងថ្ងៃបានច្រើនទៅរត់មាត់ហើយសំឡេងវា1 2 3 4ហ្នឹងក៏រត់ទៅតាមនឹងដែរឡើងចុះទៅតាមជាក់ស្ដែងអញ្ចឹងហើយអ្នកទាំងអស់គ្នាជឿខ្ញុំហ៊ានអានឲ្យបានច្រើនទៅសំឡេងចិនយើងកាន់តែព្រោះដូចជនជាតិចិនអញ្ចឹងហ៊ានអានឲ្យបានច្រើនណាអូខេចូលដល់កលឹះបន្ទាប់ទី13គឺមានន័យថាពេលដែលយើងចេះពាក្យអីហើយយើងព្យាយាមយកពាក្យហ្នឹងបង្កើតជាប្រយោគឧទាហរណ៍យើងចេះពាក្យថាខ្ញុំយើងចេះពាក្យថាទៅអញ្ចឹង我ឬក៏去អញ្ចឹងយើងហ៊ានបង្កើតជាប្រយោគណា我去学校我去市场ខ្ញុំទៅផ្សារទៅសាលារៀនអញ្ចឹងទៅព្យាយាមយកពាក្យមួយហ្នឹងសុំគុំជួយគ្នាបង្កើតជាប្រយោគមួយអូខេចូលដល់កលឹះចុងក្រោយគឺជាកលឹះទី15អូខេខ្ញុំគិតថាការស្រឡាញ់ការរៀនភាសាចិនគឺអត់ខុសវាជាការត្រឹមត្រូវអញ្ចឹងមុននឹងយើងរៀនអីមួយយើងត្រូវយកចិត្តទុកដាក់ពេញចិត្តសប្បាយក្នុងការរៀនហើយមួយទៀតស្រឡាញ់ការសិក្សាមួយនឹងមួយទៀតដឹងថាវាផ្ដល់ប្រយោជន៍ឲ្យចំពោះយើងខ្លះអញ្ចឹងអត់មានអីច្រើនទេគឺថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តនឹងពេញចិត្តរកវីដេអូនេះហើយបើសិនជាមានចម្ងល់អីផ្សេងៗអាច comment សួរនៅខាង comment បានបើចង់ដឹងពីកលឹះសរសេរឬក៏អីផ្សេងអ្នកទាំងអស់គ្នាអាចប្រាប់ខ្ញុំបាននិងមួយទៀតវីដេអូក្រោយយើងនឹងខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាអំពី app ចិនណាខ្លះដែលគួរមាននៅក្នុងទូរស័ព្ទដើម្បីរៀនហើយបង្កើនភាពងាយស្រួលដល់យើងអ្នកខ្លះក៏អត់សូវមានពេលរៀនទៅរៀននៅសាលារៀនតាមអនឡាញទេអញ្ចឹងគាត់មានពេលតិចតួចសម្រាប់រៀនខ្លួនឯងនៅតាមទូរស័ព្ទទៅក៏អូខេដែរ好，现在我们的视频到这里了，下次见，张远讲述可能的 video 拜拜，再见。